អ្វីឧត្តមភាពចេញពីទីនេះទៅចេញពីទីនេះទៅកុំរើអីគាត់មិនមាននិមិត្តសញ្ញាចង្កេះក្បាលចុះនៅលើខ្លួនទេតាមេដឹកនាំរបស់អ្នកណៃណាលោកម្ចាស់ខ្វាន់លោកកំពុងនិយាយអ្វីខ្ញុំមិនយល់ទេខ្ញុំគ្រាន់តែជាចោលប៉ុណ្ណោះតើអ្នកណាគូរូបក្បាលចុះនៅលើសៀវភៅកត់ត្រារបស់អ្នកសួរម្ដងទៀតតើអ្នកណាជាអ្នកគូរូបក្បាលចុះនោះតើទីឃ្លាផ្កាឈូកមានអាប់កំបាំងអ្វីខ្លះលោកហ៊ូខ្ញុំបាននិយាយវា800ដងហើយខ្ញុំគ្រាន់តែជាចោលប្លន់ផ្លូវថ្នល់ប៉ុណ្ណោះខ្ញុំបានឃើញកូនក្រមុំទាំងនោះពាក់គ្រឿងអលង្ការមាសនិងប្រាក់ភាពអសមត្ថភាពនាំឲ្យស្លាប់ពួកគេកាត់ក្បាលដើម្បីបញ្ចេញកំហឹងរបស់ពួកគេតើក្បាលចុះជាអ្វីដែលមនុស្សផ្សេងទៀតខ្ញុំមិនដែលលើពីវាទេបានពិនិត្យលំនៅឋានរបស់គាត់មានតែកាយវិការដៃដែលរហ័យទាំងនេះប៉ុណ្ណោះមិនមានការយល់ច្រឡំណាមួយទាក់ទងនឹងរដ្ឋាភិបាលទេមនុស្សពេញវ័យកំពុងធ្វើចម្លែកថ្នាក់ Fibonacci ទូទៅតើធ្វើដូចម្តេចទើបអាចយល់បានត្រឹមត្រូវថ្ងៃខែឆ្នាំកំណើតនិងពេលវេលារបស់កូនក្រមុំម្នាក់តើខ្ញុំអាចជៀសវាងការជួប Confeng រាល់ពេលដោយរបៀបណាត្រូវតែមាននរណាម្នាក់នៅពីក្រោយគាត់មីហាណាអ្នកបានរកឃើញវាហើយការបីដាំទុកតែងទីឃ្លាដាច់ដោយឡែកពួកគេបានបំបែកបន្ទុករំដីនិងសូម្បីតែស្នាមប្រេះនៅលើជញ្ជាំងឲ្យកន្លប់ចុះក្រោមបានរកឃើញរឿងនេះជញ្ជាំងស្ពាន់ដាច់មុខដែលមិនវាប្រហារឬការពីគ្នាទៅវិញទៅមកមានតែសិប្បករដែលមិនស្ថិតនៅក្រោមបង្កប់គ្នាទៅវិញទៅមកទេដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទៅពន្ធនាគារដើម្បីកាត់ក្តីឡើងវិញអូទេលោកមនុស្សពេញវ័យអ្នកទោសពុទ្ធសាសនិកបានចង់សម្លាប់ខ្លួនគាត់មានពីការភាពដៃខ្ញុំមិនអាចកាន់ប៊ិចតតែសោះខ្ញុំមិនអាចសរសេរតួអក្សរស្អាតបែបនេះបានទេដៃរបស់ពួកគេពិតជាវែងណាស់ហ៊ូដាលីទើបតែរកឃើញក្រុមគ្រួសារកូនក្រមុំដំបងវាសំដៅទៅលើអ្នកផ្គត់ផ្គង់ដែលផ្ដល់ទំនិញបំពេញបន្ថែមខ្ញុំខ្លាចថាថ្លៃបណ្ណាការរបស់កូនក្រមុំនឹងមានក្លិនផ្អែមទាំងនេះគឺជាឧបករណ៍ដែលពួកគេប្រើដើម្បីផ្លាស់ទីភាពកខ្វក់យករបស់ទាំងនោះរួចសម្រាប់កូនក្រមុំដើម្បីបំបិទមាត់នាងប្រព្រឹត្តករណីឃាតកម្មជាបន្តបន្ទាប់ខ្ញុំគិតថាវាជាបទពិសោធន៍ដែលប្រព្រឹត្តដោយមនុស្សគ្រប់ប្រភេទគ្មាននរណាម្នាក់នឹងលើកឡើងពីគំនុំចាស់ពី10ឆ្នាំមុននោះទេពួកគេបានសម្លាប់មនុស្សជាច្រើនទៀតសម្រាប់តែរឿងនេះឥឡូវនេះពួកគេថែមទាំងបានដេញតាមឃាតករចូលទៅក្នុងគុកដើម្បីបំបិទមាត់គាត់ទៀតផងភាគីម្ខាងទៀតបានព្យាយាមបំបិទមាត់ពួកគេម្ដងហើយម្ដងទៀតពួកគេប្រហែលជាខ្លាចយើងនឹងធ្វើតាមខ្សែបន្ទាត់នេះការស៊ើបអង្កេតបាននាំឲ្យមន្ត្រីផ្កាយរណបព្រះឲ្យអ្នកមានភាពក្លាហានបែបនេះករណីឃាតកម្មជាបន្តបន្ទាប់តូចមួយអ្នកគួរតែរាយការណ៍រឿងនេះទៅក្រសួងយុទ្ធភ័ពឥឡូវនេះបុគ្គលនោះបានស្លាប់នៅក្នុងពន្ធនាគារវត្តដាលីតើអ្នករំពឹងថាខ្ញុំនឹងដាក់មុខរបស់ខ្ញុំនៅឯណាតើនោះធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់វត្តដាលីបាត់ទៅណាខ្ញុំគ្រាន់តែចង់ស្វែងរកការពិតប៉ុណ្ណោះការពិតគឺថាឃាតករបានធ្វើអត្តឃាតដោយមិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីឡើយករណីនេះត្រូវបានដោះស្រាយរួចហើយអ្នកត្រូវបានប្រន្ទាទោសដោយប្រាក់ខែ6ខែនិងការឃុំខ្លួនសម្រាប់ការពិចារណាបើអ្នកហ៊ានបង្កបញ្ហាទៀតចេញពីវត្តដាលីសំណុំរឿងនេះត្រូវបានបិទនៅវត្តមីងដោយសម្ងាត់ខ្ញុំបានចម្លងឯកសារសំណុំរឿងរបស់ស៊ូយៀនអានចេញពួកគេមិនមានទំនាក់ទំនងអ្វីនឹងគ្នាទេហើយពួកគេកំពុងលួចឆ្នាំហើយចំនួនសក់គិតកេងប្រាក់ចំនួន30,000 រៀលឪពុកខ្ញុំកំពុងស៊ើបអង្កេតសកម្មភាពក្លែងបន្លំរបស់ធនាគារដែលមិនពាក់ព័ន្ធនៅពេលនោះគាត់បានរកឃើញកន្លឹះសំខាន់បន្ទាប់មកគាត់ត្រូវបានចាប់ប្រកាន់ពីបទពុករលួយកាត់ទោសនិងដាក់ពន្ធនាគារក្នុងរយៈពេល1សប្តាហ៍នៅទីបំផុតដោយបានរួចផុតពីការដាក់ទណ្ឌកម្មទ្រង់បានធ្វើអត្តឃាតនៅក្នុងពន្ធនាគារអធិរាជការមិនគោរពគ្នាទៅវិញទៅមកវាយសុងមានជំងឺជើងក្រោយមកគាត់បានចូលនិវត្តន៍ទៅស្រុកកំណើតរបស់គាត់ហើយបាត់ខ្លួនដោយគ្នាដែរនាមត្រកូលរបស់បូជាវគឺវាសិប្បកររួមគ្នាសិប្បករកាយរណបកាលពី10ឆ្នាំមុនហើយបុរសដែលបាក់ជើងដែលត្រូវបានបិទមាត់កាលពី10ថ្ងៃមុនពួកគេជាមនុស្សដូចគ្នាឬក្រុមមនុស្សដូចគ្នាមាននរណាម្នាក់បានរុញវាចូលតាមទ្វារវាបានធ្វើឲ្យឆ្មាភ័យខ្លាចរហូតដល់ស្លាប់នៅពាក់កណ្ដាលអធ្រាត្រខ្ញុំទើបតែនៅជាមួយចៅហ្វាយនេះប៉ុន្មានថ្ងៃប៉ុណ្ណោះសង្ឃឹមថាគ្មានអ្វីផ្សេងទៀតខុសប្រក្រតីទេហូតើវាជាអ្នកណារត់គេចខ្លួនជាមួយនឹងការព្រមានពិសេសនេះគ្រប់គ្រាន់ដើម្បីបង្ហាញថាយើងបានប៉ះទង្គិចសរសៃប្រសាទខ្ញុំចង់ឃើញតើពួកគេហ៊ានមកដែរទេលោកម្ចាស់បើលោកកំពុងរកខ្ញុំសូមបិទទ្វារឲ្យជិតតើមានអ្វីខ្លះដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នបែបនេះលោកយ៉ាវហ៊ីវមានកិច្ចការមួយសម្រាប់អ្នកសូមប្រាប់ខ្ញុំចាប់ផ្ដើមថ្ងៃនេះអ្នកបានរៀបចំឲ្យនរណាម្នាក់ដំឡើងវិធានការការពារសម្រាប់គ្មានស្រីដែលមិនតបតែងអ្នកនាងស៊ូបើគាត់ដឹងកុំឲ្យគាត់ដឹងអី
តើវាអាចទៅរួចទេសូមថែរក្សាអ្នកដែលប្រធ្វើជីវិតរបស់ពួកគេដើម្បីធានាសុខភាពរបស់កំពុងសូម្បីតែបន្តិចបន្តួចក៏ដោយខ្ញុំកំពុងសួរអ្នកមួយសំណួរខ្ញុំបានឮថាពីងនៅខាងក្នុងពេញទៅដោយមនុស្សឆ្អឹងបានរលាយបាត់ទាំងស្រុងមិនត្រឹមត្រូវទេបងតែស៊ីនខឹងគាត់បានប្រែក្លាយអ្នកដែលធ្វើឲ្យគាត់អាក់អន់ចិត្តទៅជាទឹកគួរឲ្យខ្លាចណាស់តើអ្នកណាហ៊ានឆ្លងកាត់ទ្វារនេះបន្ទាប់ពីនេះមនុស្សគ្រប់គ្នាបានដកថយភ្លាមហើយបើកផ្លូវគាត់ដាលីត្រូវបានបញ្ជាឲ្យដោះស្រាយសំណុំរឿងនេះកន្លែងកើតហេតុឧក្រិដ្ឋកម្មពុករលិកតែគ្មានការអនុញ្ញាតត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងពីការចូលទៅជិតឬបង្កើតសម្លេងសម្រាប់នៅក្នុងវត្តស៊ីតូមនុស្ស3នាក់អ្នកទាំងនេះសុទ្ធតែជាអ្នកជំនួយដែលមានទ្រព្យសម្បត្តិច្រើនដែលទើបតែមកទីនេះដើម្បីអធិស្ឋាននឹងវត្ថុក្រុមនេះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបន្ទាប់ពីចូលទៅក្នុងទីសក្ការៈគ្មានព័ត៌មានវាត្រូវបានរកឃើញដោយអ្នកគោរពបូជានៅព្រឹកនេះមនុស្សទាំង3នាក់ត្រូវបានញាត់ចូលទៅក្នុងពីងដីឥដ្ឋទាំងនេះសូមរកថាដល់លឿននោះមិនខ្លាំងដូចកណ្ដាប់ដៃរបស់ខ្ញុំទេតើមនុស្សពេញវ័យអាចបញ្ចូលវាបានដោយរបៀបណាមានពាក្យចាំអារម្មណ៍ថាអ្នកខាងក្រៅបានធ្វើឲ្យយួនតេશનអាអន់ចិត្តព្រលឹងរបស់គាត់ត្រូវបានគេយកទៅឥតប្រយោជន៍តើនៅលើលោកនេះមានមនុស្សអន្តៈនៅឯណាដែលធ្វើបាបមនុស្សវាច្បាស់ណាស់ថាជាករណីមួយដែលមាននរណាម្នាក់ត្រូវបានចាប់ខ្លួននិងបង្កតើវិញ្ញាណអណ្ដើកបានឃើញអ្វីសត្វតោយទាំង3សុទ្ធតែនៅបាតពីងឆ្អឹងមានសភាពទន់ដូចជាជាតិស្អិតដែលត្រាំទឹកវាខូចទ្រង់ទ្រីដោយគ្រាន់តែប៉ះតិចតួចបំផុតមានក្លិនថ្នាំនេទៅនៅក្នុងពីងវាមិនមានក្លិនដូចក្លិនរលួយធម្មតាទេអាក្រក់ក្លិននេះមិនដូចអ្វីពីពិភពលោកនេះទេកុំប្រញាប់ប្រញាល់សន្និដ្ឋានតើមានតម្រូវការដើម្បីធ្វើការសន្និដ្ឋានដែរឬទេតើអ្នកណាអាចបត់ខ្លួនឯងចូលទៅក្នុងពីងតូចមួយនេះបានមករកខ្ញុំយប់នេះរឿងនេះពិតជាមានអ្វីចម្លែកមែនលោកម្ចាស់អ្វីគឺមិនសមហេតុផលទេវាពិតជាមិនមែនជាអ្វីដែលអាចធ្វើបានដោយកម្លាំងមនុស្សទេ Robert Tong កាលខ្ញុំនៅក្មេងខ្ញុំបានរៀនហួងសៀនការអនុវត្តសាសនាតាមមួយប្រភេទពីបូជាចារសាសនាតាមដែលបាននេះអាចអំពាវនាវឲ្យបងថេសិនគ្រប់គ្រងអ្នកនឹងដល់ការណែនាំតើនេះជាគ្រូវិញ្ញាណប្រភេទណាអ្នកស្រីស៊ូទូចលើផ្ស្តាំរឹងមាំនៅពេលវិនិច្ឆ័យសំណុំរឿងសូមសួរទាំងឡាយតើវាមិនមែនជាអ្នកនេះអ្នកនាំមុខផ្សេងទៀតឥឡូវនេះទេមិនមាននៅពេលនេះទេដោយសារគ្មានចាំខ្ញុំសាកល្បងមើលអ្នកនាងស៊ូឲ្យមើលថាតើអ្នកមានជំនាញនេះឬអត់នោះជាទំនាក់ទំនងល្អសាកល្បងវាឲ្យលឿនតើអ្នកប្រកាសទេលើកចុងក្រោយវាគឺជាកណ្ដុរនឹងចាប់លើកនេះវាជាសត្វវីសលើកចុងក្រោយគឺជាលើកចុងក្រោយលើកនេះវាជាមនុស្សពេញវ័យពិតប្រាកដទុកឲ្យកញ្ញាស៊ូសាកល្បងមើលវាប្រសើរជាងការគ្រាន់តែសម្លឹងមើលដោយទេមនុស្សធំពិតជាអនុញ្ញាតឲ្យគាត់ចូលទៅតែម្នាក់ឯងក្នុងករណីដែលអ្នកនៅស្ងៀមហើយមានក្លិនល្អក្លិនវាឈ្ងុយណាស់អ្នកពូកែជាមនុស្សលាក់ពុតទាំងនោះឆ្ងាយណាស់មានមនុស្សច្រើនណាស់ដែលគោរពបូជាព្រះពួកគេតែងតែអុជធូបនិងធ្វើការបួងសួងពួកគេមិនអាចមានពេលទុកសុទ្ធមួយគ្រាប់ដើម្បីចិញ្ចឹមមនុស្សបានទេដូច្នេះពួកគេមានអារម្មណ៍ថាមានការប្រកេតដល់អាហាររបស់ពួកគេសួរអ្នកតើអ្នកបានឃើញអ្វីខ្លះនៅយប់កើតហេតុទើបតែរំលងអធ្រាត្របុរសម្នាក់បានឡើងលើជញ្ជាំងហើយចូលមកតើវាមើលទៅដូចអ្វីវាងឹតពេកមើលមុខនាងមិនឃើញច្បាស់ប៉ុន្តែគាត់បានដើរដោយខ្វិនវាជាផ្លែឈើដែលមានជើងស្ដើងត្រូវហើយបន្ទាប់ពីគាត់លេងពីតំណែងគាត់មិនបានគោរពបូជាព្រះតតែសោះហើយបានទៅពុំភ្លាមទៅកាន់ចាស់គាត់បានបើកកញ្ចប់ម្សៅពណ៌ស្មួយកញ្ចប់ដោយសម្ងាត់នៅក្នុងប្រអប់ថ្វាយធ្វើសកម្មភាពដោយលួចលាក់តើមានអ្វីពិសេសអំពីគាត់ទេគាត់មានក្លិនច្រេះហើយក្លិនដីនៃឡាដុតគឺស្អុយណាស់តើមានអ្វីផ្សេងទៀតទេខ្ញុំបានឃើញតែប៉ុណ្ណឹងដោយគ្មានវាមន់នេះជារបស់អ្នកខ្ញុំនឹងមករកញ៉ាំដងទៀតប្រសិនបើខ្ញុំត្រូវការអ្វីមួយនៅពេលអនាគតជាមួយមន់វិនីស៊ូនិយាយណាគ្មានមន់គ្មានការនិយាយតើកញ្ញាស៊ូនិងវិញ្ញាណសត្វស្ទាំងបានលេចចេញមកទេតើវិញ្ញាណសត្វក្តានបាននិយាយអ្វីមកខ្ញុំនៅក្នុងសូបិនគៀតក៏ជាបុរសម្នាក់ដែលបាក់ជើងរាងកាយរបស់គាត់តែងតែមានក្លិនដីឡាដុតអ្នកថែមទាំងអាចសួររឿងនេះបានមែនទេម្សៅអស្ថតត្រូវបានដាក់ក្នុងប្រអប់ថ្វាយពងសៀនបានចង្អុលបង្ហាញផ្លូវផ្ញើវាទៅកាន់ទីតាំងឡាដុតដែលគេបោះបង់ចោលនៅលើភ្នំខាងក្រោយតើសត្វក្អែកពិតជាមានប្រសិទ្ធភាពមែនទេសូម្បីតែកម្មករឡាដុតក៏ដឹងដែរតើអ្នកនៅតែឈរនៅទីនោះដើម្បីអ្វីនាំបុរសទៅកាន់ភ្នំខាងក្រោយភ្លាមដើម្បីស្វែងរកភស្តុតាងភាសាភ្នែករបស់អ្នកឲ្យបាត់ចំកុំមើលរំលងអ្វីទាំងអស់តើយើងកំពុងស្វែងរកអ្វីនៅក្នុងភាពងឹតនេះតើអ្នកកំពុងស្វែងរកអ្វីភស្តុតាងកញ្ចប់ឆ្នាំប្រដាល់អណ្តែតទឹកនិងស្នាមជើងសុទ្ធតែត្រូវបានចាត់ទុកថាជាសុបិនដែលផ្ញើដោយទេវតាតាមតាលឺបើខ្ញុំប្រាប់គេបែបនេះតើអ្នកណានឹងជឿជប់និយាយមិនសមហេតុផលទៅគ្រាន់តែស្វែងរកអ្វីដែលមនុស្សពេញវ័យប្រាប់អ្នកឲ្យស្វែងរកប្រសិនបើអ្នករកមិនឃើញអ្វីមួយទេខ្ញុំនឹងសូមជំនួយពីអ្នកមានអ្វីមួយនៅទីនេះយកក្រណាត់ជូតមកជិតពាក្យថាឡត្រូវបានសរសេរនៅលើនេះសត្វខ្យងនិយាយត្រូវដោយមិនគិតពីអ្នកណានិយាយពីឡើយវត្ថុនេះត្រូវបានរកឃើញហើយសូមត្រឡប់ទៅរាយការណ៍វិញវាជាម្សៅសម្រាប់បន្ធូរសាច់ដុំតាមម្សៅសរសៃពួរទន់ជាអ្វីថ្នាំពុលដែលបាត់បង់និងកម្រមានពីតំបន់ភាគខាងលិចគ្មានពណ៌និងគ្មានក្លិនបន្ទាប់ពីលាយវាជាមួយធូបដុតវាហើយស្រូបវាចូលក្នុងរយៈពេល1ម៉ោងឆ្អឹងទូទាំងរាងកាយនឹងក្លាយជាទន់ដូចជាតិស្អិតដូច្នេះអ្នកដែលបានស្លាប់អ្នកស្លាប់ទាំងនោះត្រូវបានគេញាត់ចូលទៅក្នុងពីងដីដែលស្រោបដោយមាសកាលនៅរស់ឃាតករបានបំពុលមនុស្សនោះមុនគេនៅពេលដែលឆ្អឹងទន់មានតែការបត់មនុស្សម្នាក់ចូលទៅក្នុងមាត់ពីងដូចជាការបត់ក្រណាត់មួយដុំមនុស្សនោះបានភ្ញាក់ពីដំណេកនៅក្នុងពីងដោយមិនអាចកម្រើកឬបង្កើតសំឡេងបានឡើយពួកគេអាចថប់ដង្ហើមបានតែយឺតប៉ុណ្ណោះតើអ្នកនៅទីនេះយប់មិញទេឃាតករពាក់ចិញ្ចៀនមេដៃសម្រិតនៅដៃឆ្វេងរបស់គាត់នៅពេលគាត់ប្រព្រឹត្តបទឧក្រិដ្ឋនេះប្រហែលជាសុបិនមួយពីវិញ្ញាណសត្វថ្មាឬវាជាគំនិតផ្ទាល់ខ្លួនរបស់អ្នកត្រូវតែបានឃើញវាមុនគេមុននឹងធ្វើសកម្មភាពមនុស្សម្នាក់ត្រូវតែនិយាយឡើងវិញនៅអ្វីដែលខ្លួនបាននិយាយបន្ទាប់ពីឃាតករបានប្រព្រឹត្តបទល្មើសរួចពួកគេបានចុះពីលើភ្នំឆ្ពោះទៅកាន់ Jense ទីតាំងឡាដុតរបស់មនុស្សពេញវ័យត្រូវបានស្វែងរកយ៉ាងហ្មត់ចត់មានតែឆ្នាំងដីឥដ្ឋដែលឆេះនិងបាក់បែកមួយចំនួនប៉ុណ្ណោះវាគ្មានប្រយោជន៍ទេទាន់ពេលហើយបដូរទីដែលភ្លាមហើយស៊ើបអង្កេតយ៉ាម៉ាស៊ីតាជីនជីបានដល់ការស្វែងរករបស់គាត់ទៅលើអ្នកដែលមានលក្ខណៈពិសេសខុសគ្នាទាំងអស់ជ្រុងនេះងាយស្រួលរកណាស់តំបន់នេះមិនធំប៉ុន្មានទេការពិនិត្យបន្ថែមបានរកឃើញជីនមេដៃសម្រិតមួយនៅលើដៃឆ្វេងរបស់វាពិតជាហ្មត់ចត់ពេកហើយលោកម្ចាស់អត្តសញ្ញាណនិងទំនាក់ទំនងរបស់អ្នកស្លាប់ទាំង3នាក់គួរតែត្រូវបានស៊ើបអង្កេតយ៉ាងហ្មត់ចត់បាទចាសស
មនុស្សពេញវ័យបានរកឃើញអ្នកស្លាប់ទាំង3នាក់គឺជាដៃគូអាជីវកម្មអស្ចារ្យបុរាណមួយអេសរជនលេខ1នៅទីក្រុងប៉េកាកាលពី5ឆ្នាំមុនពួកគេបានគប់គិតគ្នាដើម្បីបង្កើតរន្ទះមួយគាត់បានដាក់កំហុសលើនរណាម្នាក់ដែលមាននាមត្រកូលយួនអ្នកដែលឈ្មោះត្រកូលយួនក៏ជាបូជាវដែរវាមិនមែនជាមនុស្សដែលមាននាមត្រកូលយួនដែលត្រូវបានគេបោកប្រាស់ពីគ្រប់រឿងទេគាត់បានស្លាប់ដោយសារជំងឺពោះពេញដោយការមានស្ត្រីម្នាក់ឈ្មោះឌួនឈីនស៊ីផងដែរឥឡូវនេះខ្ញុំរស់នៅក្នុងទីក្រុងមួយនៅជើងភ្នំយាយជួងនេះគឺជាបូជាវយកមនុស្សមួយចំនួនទៅសួរយួនខេនឆេដើម្បីបញ្យល់ឌួនឈីនស៊ីមនុស្ស3នាក់ដែលបានស្លាប់នៅថ្ងៃទី12 13និង15ខែធ្នូនៃខែនេះបានបម្រើរាជវង្សហានជាបន្តតើអ្នកនៅណាក្នុងអំឡុងពេលវិយប់នោះតើខ្ញុំបានធ្វើអ្វីក្នុងនាមជាគណបកឆ្លើយតបទៅលោកគ្រូព្រះបតាកំពុងធ្វើពិធីគោរពវិញ្ញាណក្ខន្ធព្រះមេដានៅគេហដ្ឋានព្រះមេដារបស់ព្រះអង្គគាត់មិនបានចាក់ចេញពីសារកាន់ទុករយៈពេល3ថ្ងៃវិយប់ទេតើមានសាក្សីណាម្នាក់ទេអ្នកជិតខាងសាច់ញាតិធម្មតានិងសមាជិកគ្រួសារដទៃទៀតសុទ្ធតែមានវត្តមានមនុស្សគ្រប់គ្នាបានឃើញវាមនុស្សពេញវ័យអាចស្វែងយល់បានដោយសួរប្តីរបស់អ្នកឈ្មោះឌួនតើគាត់ត្រូវបានមនុស្សទាំង3នេះធ្វើបាបកាលពី5ឆ្នាំមុនទេវាគឺជាពួកគេបានបោកបញ្ឆោតប្តីរបស់ខ្ញុំឲ្យយកទ្រព្យសម្បត្តិទាំងអស់របស់គាត់សូមឲ្យខ្ញុំនៅរស់រានមានជីវិតហើយមានសុខភាពល្អចំណែកខ្ញុំសុបិនឃើញពួកគេស្លាប់ដូច្នេះអ្នកបានចាត់វិធានការលោកឯងកំពុងលេងសើចទេអីខ្ញុំជាស្ត្រីម្នាក់ដែលខ្ញុំញ័រសូម្បីតែពេលខ្ញុំកំពុងសម្លាប់មន់ក៏ដោយតើវាមកពីណាគាត់បានសម្លាប់បុរសរឹងមាំនិងមានសុខភាពល្អ3នាក់ជាបន្តទុកព្រួយរបស់មនុស្សពេញវ័យមានជនល្មើសរបស់ពួកគេហើយបំណុលក៏មានជំងឺរបស់ពួកគេក៏ដោយក៏ខ្ញុំគ្មានអំណាចធ្វើបាបអ្នកដទៃសូមឲ្យដំមេតាស៊ើបអង្កេតរឿងនេះឲ្យបានបញ្ចប់ធ្វើបាបមនុស្សស្លូតត្រង់កូនទី3សូមនាំស្រមោចមកឲ្យខ្ញុំពិនិត្យមើលបាតស្បែកជើងរបស់ស្ត្រីដោយប្រុងប្រយ័ត្នពិនិត្យមើលថាតើមានសំណល់អ្វីនៅសល់ដែរឬទេប្រសិនបើមនុស្សពេញវ័យមិនជឿបញ្ជូននរណាម្នាក់ឲ្យសួរមានមនុស្សជាង30នាក់នៅក្នុងសាលកាន់ទុកតើនោះមានន័យថាមនុស្សគ្រប់គ្នាកំពុងផ្ដល់សក្ខីកម្មមិនពិតសម្រាប់ខ្ញុំមែនទេប្រសិនបើអ្វីដែលមនុស្សពេញវ័យនិយាយជាការពិតតាមពិតគាត់មិនមានវត្តមានក្នុងអំឡុងពេលថ្ងៃដែលហេតុការណ៍នេះបានកើតឡើងទេម្សៅពុលនៅក្នុងបាតស្បែកជើងបងប្អូនប្រុសជាច្រើនអ្នកបានដួលសន្លប់បន្ទាប់ពីហិតក្លិនបានតែមួយដងមនុស្សពេញវ័យបានឆែកឆេរបាតស្បែកជើងរបស់គាត់តើអ្នកបាននិយាយអ្វីដេកអាចតែចប់នឹងកដៃរបស់អ្នកគឺមកពីលដុតនៅពីក្រោយភ្នំមានសម្ភារៈសរសៃម្សៅនៅលើបាតស្បែកជើងផងដែរដៃរបស់អ្នកពិតជាមានជំនាញមែនប៉ុន្តែការលូតចេញទៅក្រៅនៅពាក់កណ្ដាលអាធ្រាត្រគឺពិតជាដូចជាមនុស្សពេញវ័យមែនស្នាមប្រឡាក់ស្បែកជើងហើយជាលោកមីនហ្វូដែលបានបោះជំហានចូលទៅក្នុងការិយាល័យរដ្ឋាភិបាលនៃវត្តឡើងដោយចៃដនខ្ញុំបានស្នាក់នៅផ្ទះឪពុកម្ដាយខ្ញុំរយៈពេល3ថ្ងៃវិយប់ដោយមិនបានចាក់ចេញពីសារកាន់ទុកឡើយបើលោកម្ចាស់មិនជឿខ្ញុំទេអ្នកអាចបញ្ជូននរណាម្នាក់ឲ្យផ្ទៀងផ្ទាត់បរិះនោះបាននិយាយដោយទំនុកចិត្តយ៉ាងខ្លាំងវាហាក់ដូចជាមិនមែនជារឿងប្រឌិតអំពីយួនខេនឆេទេអ្នកនិយាយដែលថាមានសាក្សីប៉ុន្តែអ្នកត្រូវដឹងអាលីប៊ីគឺជារឿងមួយព័ត៌មានមិនពិតគឺជាបញ្ហាមួយទៀតតើមនុស្សពេញវ័យមានន័យដូចម្ដេចយើងក៏អាចរកឃើញថ្នាំពុលដែលប្រើក្នុងអាវុធឃាតកម្មផងដែរថាតើមានសាក្សីឬអត់នោះមិនមែនជារឿងសំខាន់នៅពេលនោះទេចៅហ៊ូកំពុងប្រើប្រាស់ដីការចាប់ខ្លួនរបស់ខ្ញុំដឹកនាំការស្វែងរកលំនៅឋានបែបឈីណូដែលខូចនិងដំណើររបស់គាត់ពីផ្ទះម្ដាយរបស់គាត់ទៅកាន់វត្តដាលីកន្លែងទាំងអស់ដែលអាចឆ្លងកាត់តាមផ្លូវសូម្បីតែស្នាមប្រេះនៅលើថ្មក៏មិនអនុញ្ញាតឲ្យលេចធ្លីដែរចៅគូទូអ្នកទាំងអស់គ្នាទៅស្វែងរកនៅក្នុងទីក្រុងខ្ញុំនឹងដើរលេងជុំវិញភ្នំខាងក្រោយម្ដងទៀតប្រហែលជាសត្វក្អែកអាចផ្ដល់តម្រុយបន្ថែមទៀតអ្នកស្រីស៊ូប្រយ័ត្នខ្លួនណាគាត់បានមកសួរអំពីរឿងមួយទៀតលើកនេះយកមាន់អាំងមកទេខ្ញុំមិនបានយកមកថ្ងៃនេះទេខ្ញុំនឹងសុំអ្នកវិញចំពោះអ្វីដែលយើងបានព្រមព្រៀងគ្នាកាលពីលើកមុនយើងនឹងនិយាយអំពីសាច់មាន់មានរឿងអ្វីប្រញាប់ម្ល៉េះខ្ញុំនឹងយកពីមកឲ្យអ្នកពេលក្រោយសូមជួយខ្ញុំរកវាជាមុនសិនតើមានដីដែលទើបនឹងជីកថ្មីនៅទីនេះទេឬរនដាំឈើសម្រាប់លាក់របស់របរនៅទីនេះពួកគេបានរកឃើញយ៉ាងហ្គីសនៅទីនេះមានអ្វីមួយនៅក្នុងផ្លែពេះវាពិតជានៅទីនេះមែនបុរសនោះបានរុំវាដោយប្រុងប្រយ័ត្នហើយប្រគល់វាទៅវត្តដាលីវិញស្នាមរៀមដៃនៅលើចិញ្ចៀនមេដៃរបស់មនុស្សពេញវ័យវាស៊ីគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងរៀមដៃចង្អុលខាងស្ដាំនៃរចនាបែបឈីណូដែលខូចម្សៅដែលនៅសល់នៅផ្នែកខាងក្នុងចិញ្ចៀនគឺជាមាសតូនតើរឿងនេះអាចកើតឡើងដោយរបៀបណាខ្ញុំច្បាស់ជាត្រូវបានកប់យ៉ាងជ្រៅមិនថាអ្នកកប់ពីជ្រៅប៉ុណ្ណាទេអ្នកមិនអាចទប់ទល់នឹងការបង្ហាញខ្លួនរបស់អង្កាក់លឿនបានឡើយខ្ញុំបានសម្លាប់ពួកគេទាំង3នាក់ប្តីខ្ញុំត្រូវពួកគេបានបោកប្រាស់គ្រប់យ៉ាងទាហានរូបនោះបានស្លាប់នៅលើគ្រែរាងកាយមិនត្រជាក់ទេពួកគេទាំង3នាក់កំពុងផឹកស៊ីនិងញ៉ាំសាច់នៅក្នុងរាជធានីគាត់នៅតែស្វែងរកគ្រប់ទីកន្លែងសម្រាប់វិធីសាស្ត្រផ្ទាល់ខ្លួនរបស់គាត់កៅមីងរាល់ពេលដែលខ្ញុំហាត់កាយសម្ព័ន្ធពួកគេទាំងអស់គ្នាចង់ចាប់កាំបិតហើយរត់ទៅពីមុខពួកគេតើអ្នកធ្វើវាដោយរបៀបណាខ្ញុំបានលូចចូលទៅក្នុងវត្តវងស៊ីនជាមុនម្សៅថ្នាំបន្ធូរសាច់ដុំត្រូវបានលីចូលទៅក្នុងប្រអប់ថ្វាយដោយសម្ងាត់ពួកគេបានដុតវាហើយធំក្លិនផ្សែងរាងកាយរបស់ខ្ញុំចុកខ្សោយភ្លាមគាត់បានដួលនៅមុខតុថ្វាយទាំងវាយបន្ទាប់មកអ្នកដាក់វាចូលទៅក្នុងឆ្នាំងដីឥដ្ឋមួយបន្ទាប់ពីមួយទៀតពួកគេនៅតែភ្ញាក់សម្លឹងមកខ្ញុំមិនអាចនិយាយបានគាត់អាចធ្វើសម្លេងរអ៊ូតមបានតែប៉ុណ្ណោះខ្ញុំបានសម្លឹងមើលទៅក្នុងភ្នែករបស់ពួកគេបញ្ចូលវាបន្តិចម្ដងដាក់គម្របលើម្សៅបំបត្តិសាច់ដុំដ៏មិនសមហេតុផលនេះត្រូវបានបាត់បង់ជាយូរមកហើយអ្នកយកថ្នាំពុលនោះមកពីណាមួយខែមុនហេតុការណ៍បុរសចម្លែកម្នាក់បានរកឃើញខ្ញុំគាត់បាននិយាយថាគាត់អាចជួយខ្ញុំលក់ថ្នាំពុលមួយកញ្ចប់បានគាត់បានទទួលប្រាក់$5ចាប់តាំងពីពេលនោះមកខ្ញុំមិនដែលឃើញលក្ខណៈពិសេសផ្សេងទៀតនៅក្នុងខ្លួនគាត់ម្ដងទៀតទេគាត់ពាក់មួកចំបើងមុខរបស់នាងភាគច្រើនត្រូវបានរត់ដណ្ដប់មើលមុខមិនឃើញទេស្លាកចង្កេះព្យួរពីចង្កេះរបស់គាត់វាមានរាងដូចក្បាលចប់ពួកគេបានរកឃើញតំបន់ទឹកជ្រោះបង្វែរវាឲ្យក្រឡាប់ចុះក្រោមបុគ្គលិកដែលកំពុងធ្វើការរឿងអតីតបុគ្គលិកស្លាកចង្កេះរបស់មនុស្សជាង700នាក់ត្រូវបានត្រួតពិនិត្យទាំងអស់ហើយតើលទ្ធផលយ៉ាងណាគ្មានសត្វមួយក្បាលដែលមានរាងដូចក្បាលចប់ទេមន្ត្រីចាស់ទាំងនោះមកពីក្រសួងចំណូលក៏បាននិយាយដែរថាតុលាការបានដាក់វានៅទីតាំងថ្មីមួយគ្មានអ្វីដែលហៅថាជានិមិត្តសញ្ញាក្បាលចប់ទេអស្ថបុរាណក្រំដីនិងទីផ្សារងឹតព
ពួកគេបានវាយលុកឆ្លងកាត់ទីផ្សារងឹតសំខាន់ទាំង7សៀវភៅបញ្ជីអស់ស្ថានក្រំដីមានច្រើនណាស់រកមិនឃើញប្រភពនៃម្សៅបន្ធូរសាច់ដុំទេអ្នកលក់ថ្នាំវាដូចជាខ្ញុំមិនធ្លាប់បានទៅរាជធានីនេះពីមុនមកវិចិត្រករ3នាក់ត្រូវបានជួលសម្រាប់រូបគំនូរខ្ញុំបានគូររូបភាព3សន្លឹកដោយដែលដួនឈីមស៊ីបានណែនាំយកវាទៅឲ្យឆ្មាំទ្វារក្រុងនិងមន្ត្រីផ្សារងឹតដើម្បីកំណត់អត្តសញ្ញាណមនុស្សគ្រប់គ្នានិយាយថាពួកគេមិនដែលឃើញមនុស្សមានជីវិតទេដើរលេងជុំវិញរាជធានីដោយកាន់ថង់ថ្នាំពុលដែលបាត់ស្វែងរកបន្ទប់ព្យាណូដែលខូចគាត់បានទទួលប្រាក់5តាល់បន្ទាប់មកវាបានបាត់ទៅនេះចម្លែកណាស់លោកម្ចាស់ខ្ញុំគិតថាមាននរណាម្នាក់កំពុងបិទបាំងដានរបស់គាត់មនុស្សពេញវ័យកំពុងនិយាយមាននរណាម្នាក់នៅក្នុងតុលាការអធិរាជកំពុងស៊ើបអង្កេតលៀងជេងឆេងមែនស៊ើបអង្កេតយ៉ាងម៉ត់ចត់នៅអាជីវករលក់ឱសថទាំងអស់ដែលចូលនឹងចាក់ចេញពីតំបន់មិនថាគាត់លាក់បាំងវាបានល្អប៉ុណ្ណាទេដរាបណាគាត់នៅតែស្ថិតនៅក្នុងរាជធានីពួកគេនឹងបង្ហាញមុខរបស់ពួកគេជានិច្ចបាទចាសស